Chirif solo kro dengan present ampi online reading book online book reading system គឺនេះគឺជា website នៅក្នុងគឺមាននៅក្នុង Hero ហ្នឹងគឺយើងខ្ញុំបានធ្វើបែបនេះហើយកន្លែងនេះយើងអាចចុចបដូរមកនេះបដូរសភៅអីបានហើយតបមកនេះគឺជា book ដែលខ្ញុំទាញ API មកពី Open Library នេះក៏ដូចគ្នាហើយនៅក្នុងនោះគឺយើងមានដូចជានេះbook demo ហ្នឹងគឺយើងអាចសភៅអំពីសភៅមួយហ្នឹងយើងបែបអំពីនិយាយតទៅអំពីសភៅមួយហ្នឹងតបមកខ្ញុំនឹង show លោកគ្រូអំពីនៅក្នុង Navaba មានទាំងអស់មាន training book ហ្នឹងក៏យើងទាញមក API មកពី Open Library ដូចគ្នាហើយមាន book list ដែលយើងក៏ទាញ API មកពី Open Library ដូចគ្នាហើយនៅក្នុងនោះយើងមាន sign up សម្រាប់ sign up យើងអាចដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំតែឈ្មោះចឹង login បាន success អញ្ចឹង sign up បាន success ហើយពេលដែល sign up success ខ្ញុំនឹង show វានៅក្នុង database វា store នៅក្នុង database នេះនៅក្នុង database គឺយើង select លើ user នៅក្នុង user ហ្នឹងលោកគ្រូបានយើងនឹងឃើញនៅក្នុង list ng PC ហ្នឹងអញ្ចឹងវា uninstall user ហ្នឹងហើយអញ្ចឹង login នេះជា login style របស់យើងដូចគ្នាដែរគឺវាដូចគ្នានឹងមិនអញ្ចឹង TT 1 2 3 password មកចឹង login របស់យើងនឹងក៏ work ដែរតបមកខ្ញុំនឹងបង្ហាញពី dashboard មួយគឺ dashboard មួយហ្នឹងគឺ show អំពី book management សម្រាប់ book management គឺខ្ញុំបានទាញ API មកពីខាងពី Open Library ហ្នឹងផងដែរអញ្ចឹងយើងនៅក្នុង dashboard សម្រាប់គ្រប់គ្រង order management លើសភៅទាំងអស់អញ្ចឹងវាមានតែប៉ុណ្្នឹងទេហើយខ្ញុំដោយសារតែខ្ញុំ display បានតែ front អញ្ចឹងខ្ញុំសម្រាប់ back ខ្ញុំ display អត់ចេញទេប៉ុន្តែខ្ញុំបានបោះ code នៅក្នុង GitHub ហើយមួយវិញទៀតខ្ញុំនឹង show គ្រូអំពីថាខ្ញុំបាន display front ហ្នឹងបើមក display front ហ្នឹងគឺ display នៅក្នុង version អញ្ចឹងខ្ញុំនឹងបង្ហាញលោកគ្រូអានេះគឺជា version ដែលខ្ញុំបានបោះអញ្ចឹងវា work ដូចគ្នាអញ្ចឹងវា work ដូចគ្នាទាំងអស់អញ្ចឹងប៉ុន្តែគ្រាន់តែវាអត់អាច login ឬក៏ sign up បាននោះទេអញ្ចឹងខ្ញុំដោយសារតែខ្ញុំអត់បាន display back ឲ្យជាប់ជាមួយគ្នាអញ្ចឹងវាពិបាកអញ្ចឹងខ្ញុំអាចឲ្យលោកគ្រូតា front ជា link front ទៅប៉ុណ្ណឹងអញ្ចឹងដែលជាសាក sign up ហ្នឹងអញ្ចឹងគឺវាអត់ work ទេដោយសារតែខ្ញុំអត់បានភ្ជាប់ back ហ្នឹងប៉ុន្តែដូចដែលបានបង្ហាញអញ្ចឹងបើសិនជានៅក្នុង localhost គឺ plan របស់ខ្ញុំគឺធ្វើបែបហ្នឹងប៉ុន្តែខ្ញុំ display វាអត់បានអញ្ចឹងមានតែធ្វើបានតែ front អញ្ចឹងអធិស្ឋានពលលោកគ្រូអរគុណច្រើនលោកគ្រូដែលបានចូលមើលអធិស្ឋានពលលោកគ្រូដែលអត់បាន display ឲ្យបាន full ហើយនឹងបានល្អ